បើចង់ទៅជប៉ុនអស់លុយតិចនេះគឺជាអំពើចំណុចដែលអ្នកគ្នាគួរតែដឹងមុននឹងទៅជប៉ុនដោយខ្លួនឯងអ្នកដែលមាន plan ទៅជប៉ុនណា share វីដេអូនេះទុកឲ្យហើយសួរពេលយើងទៅយើងមាន information ស្រាប់ហ្មងហើយក្នុងវីដេអូនេះខ្ញុំនឹងប្រាប់ tip ពីការកក់សំបុត្រយន្តហោះហើយនឹងកន្លែងគេងបានធូរថ្លៃសំខាន់ណាស់មាន discount ច្រើនទៀតចំណុចទី1ដើម្បី save budget បានខ្លះយើងត្រូវចេះធ្វើ visa ដោយខ្លួនឯងអ្នកគ្នាធ្វើ visa ដោយខ្លួនឯងចំណាយអស់តាម80000រៀលទេអញ្ចឹង visa ហ្នឹងយើងចង់ធ្វើជា sticker visa ក៏បាន e-visa ធ្វើតាម online ក៏បានដែរហើយរយៈពេលដែលយើងនឹងទទួលបានលទ្ធផល visa ហ្នឹងចំនួន5ថ្ងៃក្នុងថ្ងៃធ្វើការចំណុចទី2គឺសំខាន់មែនតើយើងត្រូវចេះកក់សំបុត្រយន្តហោះហើយនៅអូតែលបានធូរថ្លៃអញ្ចឹងពេលយើងកក់បានធូរថ្លៃយើងចំណេញលុយបានច្រើនមែនតើអញ្ចឹងដើម្បីកក់បាន discount ច្រើនណាយើងអាចកក់នៅលើ app trip.com ហើយទូទាត់តាមរយៈបាននៅទាន visa កាណាឌីយ៉ាបានកក់តាមនេះចំណេញច្រើនណាទទួលបានការបញ្ចុះតម្លៃ 10% រហូតដល់$50ចំនួន4ដងជារៀងរាល់ថ្ងៃពេលកក់សំបុត្រយន្តហោះនិងកន្លែងស្នាក់នៅលើ trip.com តាមរយៈបាននៅទាន visa កាណាឌីយ៉ាដោយប្រើ promo code CNB Fly 50សម្រាប់សំបុត្រយន្តហោះនិង CNB Stay 50សម្រាប់កន្លែងស្នាក់នៅហើយរបៀបកក់គឺងាយៗគ្រាន់តែចូលទៅកាន់ app trip.com ហើយជ្រើសការកក់រួចបំពេញ promo code ជ្រើសរើសវិធីទូទាត់តាមរយៈបាននៅទាន visa កាណាឌីយ៉ាជាការស្រេចការផ្ដល់ជូនមានចាប់ពីថ្ងៃនេះតទៅចំនួនមានកំណត់កក់មុនបានមុនណាចំណុចទី3គឺកក់កន្លែងគេងចិត្ត train station ដើរតាម3ទៅ5ទីបានទេបងប្អូនពួកនៅនោះពីច្រើនគឺគេដើរទៅ train station ហ្នឹងទៅកន្លែងជិះរថភ្លើងអញ្ចឹងបើយើងកក់កន្លែងគេងបានចិត្តហ្នឹងយើងចំណេញទាំងពេលចំណេញទាំងលុយបានច្រើនមែនតើពួកនៅនោះជិះតាក់ស៊ីថ្លៃណាអញ្ចឹង recommend មែនតើគឺ public transportation ចំណុចទី4គឺវ៉ាលីហើយនិងបិជើងវ៉ាលីអ្នកគ្នាកុំដាក់ទៅច្រើនពេកដាក់តាមម្នាក់មួយឯបានហើយបិជើងត្រូវយកបិជើងណាស្រួលដើរព្រោះដោយសារទៅដល់នោះគឺយើងត្រូវដើរច្រើនមែនតើចំណុចទី5គឺយើងត្រូវដូរលុយជប៉ុនយេនហ្នឹងពីខ្មែរទៅហើយទៅបងប្អូនពួកនៅនោះឃើញដល់យើងពិបាកហៅកន្លែងដូរលុយប៉ុន្តែបាច់ភ័យឯនៅហ្នឹងក៏យើងអាចប្រើកាតធនាគារកាណាឌីយ៉ាទូទាត់បានដែរនៅហាងជាច្រើននៅក្នុង shopping mall អីគឺយើងអាចប្រើកាតធនាគារទូទាត់បានហ្មងចំណុចទី6ខ្ញុំណែនាំឲ្យទិញ eSIM ពីខ្មែរទៅហើយបងប្អូនអញ្ចឹងពេលដែលយើងចេញពីពលានយន្តហោះនៅនោះយើងមានអ៊ីនធឺណិតប្រើចង់ check Google ចង់ check ការងារឬក៏ចង់លេងអ៊ីនធឺណិតអីគឺយើងអាចប្រើបានភ្លាមហ្មងចំណុចទី7បើសិនជាអ្នកខ្ញុំចង់ទៅកន្លែងល្បីៗដូច Disney Sea Disneyland ហ្នឹងគួរតែទិញសំបុត្រតាម online ទុកឲ្យហើយអ្នកអាចទិញតាម trip.com ក៏បានដែរព្រោះទិញសំបុត្រមុនអញ្ចឹងយើងមានឱកាសបានតម្លៃធូរច្រើនហើយមួយទៀតយើងប្រកាសថាយើងបានទៅថ្ងៃដែលយើងចង់ទៅនឹងហ្មងងាយស្រួលសម្រាប់យើងរៀប plan ដើរលេងហោះអញ្ចឹងបើបិសាលដែលខ្ញុំទៅជប៉ុនណា share ប៉ុណ្្នឹងសិនហើយយើងជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ